ចៃពេលមិនដល់2ឆ្នាំផងទេចិនផលិតបានដ្រូនបណ្ដាកូនជូទៀនរហ័សនាមមាដាដ្រូនដែលកំណាចជាងដ្រូន RQ4 និង MQ9 របស់អាមេរិកខ្លាំងជាងដ្រូនត្រកូលសាអ៊ីតរបស់អ៊ីរ៉ង់និងឆ្លាតវៃជាងដ្រូន S70 របស់រុស្ស៊ីយោងតាម New York Post ដ្រូនជូទៀនអស្ចារ្យដោយសារតែវាត្រូវបានបំពាក់ខួរក្បាលមេបញ្ជាការសិប្បនិម្មិតដែលចេះគិតចេះរៀបយុទ្ធសាស្ត្រចេះឆ្លូបយូកានិងចេះបញ្ជាឲ្យកូនរបស់វាចេញវាយប្រហារក្នុងពេលតែមួយដោយគ្មានមនុស្សបញ្ជាដ្រូននេះអាចលាក់កូនដ្រូនបាន100គ្រឿងនៅសងខាងពោះរបស់វាមានទាំងដ្រូនទម្លាក់គ្រាប់បែកដ្រូនអត្តឃាតនិងដ្រូនប្រឆាំងសង្គ្រាមអេឡិចត្រូនិកវាអាចខ្ជាក់កូនចេញម្ដងមួយឬក៏អាចបណ្ដាលម្ដងទាំង100នៅពេលជួបសត្រូវអាកាសហើយវាក៏អាចពំគ្រាប់មីស៊ីលនៅក្រោមស្លាបរបស់វាបានដែរនេះបើយោងទៅតាម Defense Express យោងតាមការប៉ាន់ប្រមាណរបស់ Defense.pk ដ្រូនបណ្ដាកូនរបស់ចិននេះអាចមានតម្លៃប្រហែលជា$20 លានអាមេរិកក្នុងមួយគ្រឿងដ្រូននេះមានប្រវែងខ្លួន16ម៉ែត្រពីស្លាបម្ខាងទៅស្លាបម្ខាងទៀតប្រវែង25ម៉ែត្រទម្ងន់16តោននិងមានសមត្ថភាពផ្ទុកដ្រូននិងមីស៊ីល6តោនពិតថាវាធំតែវាមិនមែនជាយន្តហោះចម្បាំងដែលមានអ្នកបើកបរនោះទេវាមិនអាចប្រយុទ្ធដោយផ្ទាល់ដោយ J-10C របស់ចិនឬ F-22 Raptor របស់អាមេរិកឡើយហើយវាក៏មិនអាចបំបាំងកាយបានដែរពលគឺជូទៀនត្រូវបានរចនាឡើងជាមេបញ្ជាការដែលមានភាពឆ្លាតវៃនៅក្នុងការឲ្យកូនរបស់វាប្រយុទ្ធដោយមិនចាំបាច់មានមនុស្សបញ្ជាពីលើក្រុមអ្នកវិភាគផ្នែកការពារជាតិយល់ថាទាំងនេះគឺជាចំណុចខ្វះខាតរបស់ជូទៀនទោះយ៉ាងណាបើធៀបទៅនឹងដ្រូនប្រភេទដូចគ្នានេះដែលផលិតដោយប្រទេសផ្សេងៗជូទៀនមានប្រៀបជាងគេទាំង